Bà sụt sơ đây bọc ôn bà nhóm bạn xây địch xa nhà rư có khế ếch mà rồm á bà này chưa côn bạc cát bọc ôn men phì chiêm men mà chiêm lấy nên nó so phần năng bài chia phì ở khọp nữa một lô chiêng ấy nè và phần ta về toàn mù khné và đa bình đây tới toàn khơi mù khné nữa bà hay xem ca trăm mon lỡ khơi tha bà mình sủa lấy bọc ôn rồi xa chân này thay vạ sang thay và bàn tay và món bà dương có miền làm lại thu lẹ miền tên trắng và bom bồn khai này còn to su bán có su bom bồn là su bán phải chỉ ai mình bật trùng bàn tay xem đẹp như mọi ngàyនេះគឺដោយសារការស្រឡាញ់នេះបងប្អូនបើថារឿងឲ្យជាចំណេញនេះណាដូចជាមិនតាន់ឃើញព្រោះអីត្រង់គាត់តែពីធ្វើត្រង់បាទពូជគាត់តែទិញពូជចូលរហូតបាទហើយលុយដែលចំណូលពីវាហ្នឹងអត់តាន់បានមកវិញទេបាទអញ្ចឹងគឺចំណាយអស់ច្រើនហើយនេះត្រង់ទី1បើខ្ញុំដែលខ្ញុំធ្លាប់ឲ្យបងប្អូនឃើញហើយនេះខ្ញុំធ្វើមកកន្លែងនេះប៉ុន្តែដល់កន្លែងនេះវាដូចថាចង្អៀតខ្ញុំធ្វើមកកន្លែងទៀតហើយអញ្ចឹងវាមាន2កន្លែងណាអញ្ចឹងគឺការចំណាយហ្នឹងវាច្រើនបាទជាងចំណូលបាទឥឡូវនេះគឺដោយសារតែការស្រឡាញ់បើមិនស្រឡាញ់រត់ចោលបាត់ហើយបងប្អូនបាទប៉ុន្តែយើងនៅតែធ្វើបាទបន្តដំណើរទៅមុខទៀតណាបន្តដំណើរទៅមុខទៀតជាមួយថ្ងៃណាមួយខែលើវាហុចផលឲ្យយើងវិញបាទហើយសម្រាប់អ្នកចិញ្ចឹមមាន់ទាំងអស់បាទណាអាកាសធាតុក្តៅណាស់បងប្អូនហើយបាទបើយល់ល្អសម្រាប់ខ្ញុំគឺខ្ញុំបាញ់ទឹកជារៀងរាល់ថ្ងៃហ្មងណាពេលថ្ងៃនេះយើងបាញ់ទឹកមកសាអញ្ចឹងទៅហើយយើងផលិតសុខភាពមាន់ឲ្យបានច្បាស់យើងមានដាក់ថ្នាំយើងធ្វើវ៉ាក់សាំងហើយត្រង់យើងហ្នឹងយើងអាសាសម្អាតបាញ់ថ្នាំសម្រាប់មេរោគណាយើងបោះអាចបោះឲ្យចេញកុំឲ្យវាមានអាចមានអីមេរោគបាទណាយើងកាត់បន្ថយបានច្រើនហើយយើងធ្វើត្រង់យើងឲ្យមានក្តៅណាបាទមានក្តៅចេះចេញចូលខ្យល់បរិសុទ្ធច្រើនទៅអាហ្នឹងយើងកាត់បន្ថយការឈឺនឹងវាច្រើនដែរហើយថាសត្វមានជីវិតអត់មានអាជាផុតទេបងប្អូនហើយចាំរឿងជៀសងាប់រឿងខូចរឿងខាតมันអត់ទេបាទណាគេថាគេចិញ្ចឹមសត្វមិនចេះងាប់អាហ្នឹងខ្ញុំមិនជឿសោះណាអញ្ចឹងអត់តែមានរូបមានទុកអញ្ចឹងគឺយើងចិញ្ចឹមយើងយកតែប៉ុណ្ណេះបានឥឡូវទៀតថាមាន100ហ្នឹងយើងអត់តែបានតែ70ទៅ80សម្រាប់លក់អាហ្នឹងចាត់ទុកថាជាជោគជ័យណាមិនថា100នៅទាំង100ទេអត់យើងថា70បាទល្អបំផុត80ហ្នឹងយើងយកណាបាទកុំអោយតែលេង100នៅសល់20ឬ10អីហ្នឹងគឺចូលខ្យល់ហើយបងប្អូនណាហើយអញ្ចឹងអ្នកចិញ្ចឹមមាន់យើងព្យាយាមបន្តបងប្អូនបាទព្យាយាមបន្តទៀតពុះពេលរាល់ឧបសគ្គទោះថាថ្ងៃនឹងមិនទាន់ជោគជ័យថ្ងៃក្រោយយើងនឹងជោគជ័យប៉ុន្តែខ្ញុំអ្នកនិយាយហ្នឹងក៏អត់ទាន់ជោគជ័យដែរបងប្អូនណាបាទឥឡូវនេះគឺចំណាយច្រើនណាបាទអានេះត្រង់ចាស់ត្រង់ថ្មីខ្ញុំនៅកើតមួយទៀតហ្នឹងក៏ចំណាយអស់ច្រើនដែរបងប្អូនណាបាទអរគុណបងប្អូន